ណូបពុកបុកសូសំឡេងនារីម្នាក់កំពុងហៅស្រែកនៅទីក្រុងមួយមានផ្ទះចាស់អាយុជាង100ឆ្នាំដែលគេហៅថាផ្ទះលេខ17មិនមានអ្នករស់នៅតាំងពីម្ចាស់ដើមរបស់វាបាត់ខ្លួនចោលយប់មួយដោយគ្មានសំណងស័យក្រុមមិត្ត4នាក់វីរៈសុំដាវីនិងចន្ទថាសម្រាប់ចិត្តបញ្ចូលខ្លួនទៅក្នុងផ្ទះនោះក្នុងយប់មួយដើម្បីស្វែងរកចម្លើយនៃអាថ៌កំបាំងនាទីទី1:5ចូលទៅក្នុងផ្ទះពេលទាំង4នាក់ដើរចូលខាងក្នុងអំពូលពិភពចាស់នៅលើជញ្ជាំងស្ទុះភ្លឺរហូតរលត់ខ្យល់បក់ត្រជាក់ទំពាំងបាយជូររួញរស់រោក្នុងសំឡេងអ៊ូអរយើងចូលមកលេងល្បែងណាចន្ទថាសួរដោយស្ទាក់ស្ទើរមើលនេះសុំចង្អុលទៅនិពន្ធប្លែកមួយនៅលើជញ្ជាំងកុំបើកទ្វារខ្ញុំនៅត្រង់នឹងនាទីទី5:10សំឡេងអាថ៌កំបាំងទាំងអស់សម្រាប់ចិត្តបែកទៅស្វែងរកវីរៈនិងចន្ទថាទៅជាន់លើខណៈសុំនិងដាវីនៅជាន់ក្រោមនៅជាន់លើចន្ទថាស្ដាប់សំឡេងស្រែកស្រាលមួយជួយខ្ញុំអូនវីរៈស្ដាប់ទៅចន្ទថារសោតភ្លាមទ្វារមួយនៅចុងផ្លូវបើកខ្លឹមដោយខ្លួនឯងនាទីទី10:15អ្នកមិននៅឯងទេនៅជាន់ក្រោមសុំនិងដាវីរកឃើញប្រអប់ឯកសារចាស់មួយពួកគេបើកវានិងអានឯកសារវាបានឲ្យដឹងថាម្ចាស់ដើមនៃផ្ទះនេះបាត់ខ្លួនតាំងពីឆ្នាំ1972ហើយកូនស្រីរបស់គាត់ក៏បាត់អំពីយប់នោះភ្លាមសុំស្ដាប់សំឡេងដើរលើបន្ទប់បន្ទាប់ពេលគេចូលទៅវាប្រហាក់ប្រហែលជាមាននរណាម្នាក់ឈរដើមអំពូលមើលអំពីងអំពងនាទីទី15:25រត់ចេញនៅជាន់លើវីរៈនិងចន្ទថាសម្រាប់ចិត្តបើកទ្វារនោះពេលបើកបង្អួចបិទភ្លាមសំឡេងកំពុងដើរបិទនៅជាន់ក្រោមសុំនិងដាវីចេញរត់ព្រោះបន្ទប់សង្ស័យរុញខ្លួនចាក់ពួកគេចាស់មុខជាសំឡេងបេះបិទអ្នកមិនអាចចាក់ចេញទេនាទីទី25:30ផុតកម្លាំងនិងបញ្ចប់អាថ៌កំបាំងពួកគេរត់ទៅទ្វារចេញតែវាចាក់សដោយខ្លួនឯងភ្លាមអំពូលពិភពចាំងឡើងវិញមានរូបមនុស្សស្រីឈរអោបទ្វារប្រហាក់ស្នេហ៍នឹងពួកគេយើងមិនមែនជាមនុស្សអាក្រក់ទេវីរៈស្រែកទឹកភ្នែករបស់រូបនោះធ្លាក់ចុះហើយទ្វារបើកពួកគេរត់ចេញដោយសុវត្ថិភាពថ្ងៃក្រោយពួកគេដឹងថាផ្ទះលេខ17គឺជាទីកន្លែងដែលកូនស្រីម្ចាស់ផ្ទះត្រូវបានសម្លាប់ដោយមនុស្សអាក្រក់ខ្មោចនោះគ្រាន់តែចង់ឲ្យមានអ្នកយល់ពីភាពឈឺចាប់របស់នាងតើអ្នកនឹងហ៊ានត្រឡប់ទៅផ្ទះលេខ17ដើម្បីដឹងកាន់តែច្បាស់ទេ